សុខសួស្តីអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹងវីដេអូ Ben 10របស់យើងទៀតហើយដែលថ្ងៃនេះដែរនឹងយើងនិយាយអំពីនីលការរបស់ Ben 10ហើយក្នុងអេពីសូតហ្នឹងគឺយើងបានមកស្គាល់ជាមួយនឹងសង្សាររបស់ Grandpa Mac ហើយមូលហេតុអីបានជាសង្សាររបស់ Grandpa Mac ហ្នឹងគឺយកនីលការ Ben 10ហ្នឹងឯងឲ្យទៅកាន់ Ben តូចរបស់យើងហ្នឹងអញ្ចឹងកុំឲ្យអ្នកនរគ្នាចាំយូរយើងទៅមើលជាមួយនឹងអេពីសូតរបស់យើងទាំងអស់គ្នាដែលអេពីសូតរបស់យើងហ្នឹងគឺយើងឃើញថាអប៉ែ2នាក់នេះកំពុងតែជិះ ski លេងនៅលើទឹកកកហើយមិនថឹមតែប៉ុណ្្នឹងទេបានឃើញជាមួយនឹងរបស់ alien ទៀតហើយនៅក្នុងទូ capsule របស់ alien នឹងឯងគឺជាមិត្តភ័ក្តិរបស់ Grandpa Mac របស់យើងនឹងចំណែក Ben ជាមួយនឹង Gwen វិញគឺកំពុងតែលេងប្រហោះខ្លែងជាមួយគ្នាទេអ្នកនរគ្នាគ្រាន់ថា Gwen របស់យើងនឹងប្រើវេទមន្តចំណែក Ben របស់យើងវិញគឺប្រើជាមួយនឹងការប្រែកាយរបស់គាត់ប៉ុន្តែ Gwen របស់យើងនឹងគឺប្រើជាមួយនឹង spell វេទមន្តដើម្បីធ្វើឲ្យ Ben របស់យើងនឹងត្រូវបានឆ្កែផ្សេងៗទៀតនឹងដេញខាំគាត់ហើយឃើញថាពីរអ្នកគេនឹងគឺលេងសប្បាយខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែចម្លែកអីតែ Grandpa Mac របស់យើងមួយទេដែលមើលទឹកមុខរបស់គាត់ទៅគឺអត់សូវសប្បាយចិត្តខ្លាំងមែនតើសូម្បីតែ Ben របស់យើងនឹងក៏ឆ្ងល់ដែរ Grandpa Mac របស់យើងនឹងគឺអត់ចង់និយាយអីទាំងអស់ប៉ុន្តែ Gwen នឹងគឺបានទាញដៃ Ben របស់យើងដើម្បីទៅប្រាប់រឿងហ្នឹងហើយ Gwen នឹងគឺបានប្រាប់ទៅកាន់ Ben របស់យើងដែលគាត់និយាយថាកន្លែងដែលពីរនាក់កំពុងតែលេងហ្នឹងគឺជាកន្លែងដែល Grandpa Mac នឹងបានជួបជាមួយនឹងសង្សាររបស់គាត់ឬក៏យើងអាចនិយាយមួយទៀតថាជាយាយរបស់ Ben ជាមួយនឹង Gwen ហើយពេលមើលវីដេអូនេះចប់ហើយកុំភ្លេចទៅមើលជាមួយនឹងវីដេអូរបស់ខ្ញុំនឹងផងហើយកន្លែងដែល Ben ជាមួយនឹង Gwen របស់យើងកំពុងតែលេងហ្នឹងគឺជួបជាមួយនឹង alien មួយអ្នកនរគ្នាហើយ alien មួយនឹងដែរហ្នឹងគឺចង់បានជាមួយនឹងនីលការរបស់ Ben របស់យើងនឹងឯងប៉ុន្តែ Ben របស់យើងដឹងអញ្ចឹងក៏បានប្រែកាឡាទៅជា hit បន្លាដើម្បីវាយជាមួយនឹង alien នឹងវិញហើយឃើញថាធម៌ពលរបស់ alien ហ្នឹងគឺខ្លាំងមែនតើអ្នកនរគ្នាអាចបញ្ជាជាមួយនឹងឧបករណ៍ជុំវិញខ្លួនរបស់គាត់បានប៉ុន្តែនៅពេលដែលវាយគ្នាជាមួយនឹង Ben ហ្នឹងគឺយើងឃើញថា Grandpa Mac ហ្នឹងគឺបានមកជួយប៉ុន្តែនៅពេលដែលបានឃើញជាមួយនឹង alien ហ្នឹងគឺយើងឃើញថា Grandpa Mac ជាមួយនឹង alien ហ្នឹងគឺស្គាល់គ្នាបើពួក Chiski លេងយុមិញហ្នឹងគឺនាំគ្នាជាច្រើនខ្លាំងមែនតើដើម្បីមកមើលជាមួយនឹង alien ថ្មីនឹងឯងប៉ុន្តែនៅពេលដែលពួកហ្នឹងមកដល់ហ្នឹងគឺបាត់កន្លែង port របស់ alien ហ្នឹងឯងបែរជាឃើញជាមួយនឹងកូនចៅរបស់ Vigate វិញហើយកូនចៅហ្នឹងគឺបានលួចជាមួយនឹង technology ដើម្បីបង្កើតខ្លួនឯងនេះឲ្យខ្លាំងជាងមុនចំណែកឯ Ben របស់យើងហ្នឹងបាននិយាយថា Grandpa Mac ហ្នឹងទៅធ្វើអីជាមួយនឹង alien ហ្នឹងហ៎ហើយមិនបានមនុស្សធម្មតាទៅស្គាល់ជាមួយនឹង alien ហ្នឹងទៅវិញហើយនៅពេលហ្នឹងដែរគឺ Grandpa Mac របស់យើងហ្នឹងគឺបាននិយាយគ្នាជាមួយនឹងយាយប៉ែហ្នឹងឯងហើយយាយប៉ែហ្នឹងគឺមានឈ្មោះថា Celine ឃើញថា Grandpa Mac ហ្នឹងគឺគាត់និយាយនឹងមុខ Celine របស់យើងហ្នឹងដើម្បីទៅសើជាមួយនឹង Ben របស់យើងហ្នឹងឯងដែលគាត់នឹងបាននិយាយថា Ben របស់យើងនឹងបានចាប់ជាមួយនឹង Vigate នឹងដាក់ចូលជាមួយនឹងគុក No Void ដែលមើលទៅនឹងគឺខ្លាំងមែនតើចំណែក Celine វិញគឺអត់ទៅសើជាមួយ Ben របស់យើងទេបែរជាសើជាមួយនឹង Grandpa Mac ថាដោយសារតែ Grandpa Mac ជួយទេទើប Ben របស់យើងនឹងអាចចាប់ជាមួយនឹង Alien Vigate នឹងបាននិយាយទៅពីអ្នកហ្នឹងនិយាយអត់ចូលគ្នាឃើញថា Ben របស់យើងក៏ស្អប់ Celine បើ Celine ហ្នឹងក៏ស្អប់ Ben របស់យើងដែរហើយមិនថា Grandpa Mac និង Celine ទៅណា Ben របស់យើងនឹងគឺតាមមើលជាប់រហូតអ្នកនរគ្នាដែលសារបារម្ភពី Grandpa Mac ខននីតការរបស់ Ben របស់យើងនឹងអស់ cooldown ភ្លាមគឺយើងឃើញថា Ben របស់យើងនឹងចេញមកនិយាយជាមួយនឹង Gwen តែគាត់និយាយថា Grandpa Mac នឹងដឹងស្អីទេនិយាយជាមួយនឹង alien មួយនឹងយូរខ្លាំងមែនតើប៉ុន្តែនៅពេលដែលនិយាយគ្នាគឺយើងថាកូនចៅរបស់ Vigate នឹងបាន upgrade ខ្លួនឯងដើម្បីវាយជាមួយនឹង Ben របស់យើង Ben ក៏បានប្រែកាឡាទៅជាអដៃ4ដើម្បីវាយហើយ Celine របស់យើងនឹងក៏បានចូលជួយ Ben របស់យើងដូចគ្នានិយាយទៅសូម្បីតែ Gwen របស់យើងនឹងក៏ជួយគ្នាដែរអ្នកនរគ្នាដោយសារតែ alien នឹងរៀងខ្លាំងដែរមិនធំតែប៉ុណ្្នឹងទេគឺវាបានកំទេចជាមួយនឹងកន្លែងដែល Grandpa Mac របស់យើងនឹងស្រឡាញ់ខ្លាំងមែនតើគឺ Ras Bucket របស់គាត់នឹងឯងហើយមូលហេតុដែលវាបាញ់ Ras Bucket របស់ Grandpa Mac ហ្នឹងគឺដោយសារតែ Ben នឹងឯងដោយសារតែចាប់វាអត់លែងអញ្ចឹង alien នឹងក៏បានបាញ់កំទេចកន្លែងហ្នឹងទៅហើយត្រូវលបួទាំង Ben របស់យើងទៀតហើយដោយសារ Ben របស់យើងនឹងគឺខឹងខ្លាំងមែនតើដោយសារ alien នឹងកំទេច Ras Bucket របស់ Grandpa Mac អញ្ចឹងគឺគាត់បានវាយជាមួយនឹង alien មួយហ្នឹងហើយគាត់និយាយថា alien មួយហ្នឹងត្រូវបានស្លាប់ហើយដោយសារតែគាត់នឹងបានវាយកំទេចវាដោយតាមពិត alien នឹងគឺបានរត់ចេញហើយតែ Ben របស់យើងនឹងគឺអត់បានចាប់អារម្មណ៍មើលវាទេទោះបី Ras Bucket របស់ Grandpa Mac នឹងត្រូវបានគេកំទេចក៏ដោយក៏យើងឃើញថាគ្នារបស់ Ben របស់យើងនឹងគឺខំប្រឹងខ្លាំងមែនតើដើម្បីជួសជុលវាឡើងវិញហើយបើ alien នឹងវិញគឺបានស្ដីឲ្យ Ben របស់យើងទៀតដែលនិយាយថា Ben នឹងមិនក៏មិនប្រើកាឡាទៅជា upgrade ទៅដើម្បីជួយជួសជុលជាមួយនឹង Grandpa Mac របស់យើងលឿនអញ្ចឹងណា Ben នឹងបាននិយាយឌឺទៅកាន់គាត់ឲ្យថាអត់ចង់ទៀតបើចំណែកឯ alien robot មិញវិញគឺបានប្រើជាមួយនឹងឧបករណ៍ជាច្រើនដើម្បី upgrade ខ្លួនវាបើ Celine វិញនៅតែទន្ទិញពាក្យថា Ben របស់យើងនឹងប្រែកាឡាទៅជា upgrade ប៉ុន្តែ Ben របស់យើងនឹងនិយាយថាធុញជាមួយនឹង Celine ខ្លាំងមែនតើហើយ Ben របស់យើងក៏និយាយទៅកាន់ Celine វិញដែរថានីលការហ្នឹងគឺជានីលការរបស់គាត់អញ្ចឹងគាត់ចង់ធ្វើអីជាសិទ្ធិរបស់គាត់ដូចគ្នាហើយនិយាយថា Celine ណាបើមានពេលទៅជួយតែធ្វើឲ្យលឿនទៅកុំនិយាយច្រើនពេកអញ្ចឹងដោយសារ Celine របស់យើងនឹងរៀងខឹងជាមួយ Ben របស់យើងដែរក៏ទម្លាយការប៉ັດចេញមកអ្នកនរគ្នាដែលគាត់នឹងបាននិយាយថានីលការរបស់ Ben នឹងតាមប៉ັດទៅគឺបង្កើតឡើងសម្រាប់ឲ្យ Grandpa Mac របស់យើងទេដោយសារតែ Grandpa Mac នឹងគឺជាអ្នក Plumber ដែលខ្លាំងមែនតើអញ្ចឹងហើយបានជា Asmith នឹងបង្កើតជាមួយនីលការមួយនឹងឲ្យជាមួយនឹង Grandpa Mac
ប៉ុន្តែដោយសារតែវាកាច់នឹងគឺបាញ់ជាមួយនឹង ship របស់គាត់នឹងឯងទើបគាត់នឹងអាចយកជាមួយនឹង grab hammock របស់យើងនឹងដែលផ្ទាល់បានហើយនិយាយថា brand របស់យើងនឹងគួរតែគិតមើលទៅបើសិនជាខ្លួននឹងមានជាមួយនឹងថាមពលខ្លាំងប៉ុណ្ណឹងមាននីលការដ៏ល្អប៉ុណ្ណឹងមិនក៏ឲ្យជាមួយនឹងក្មេងអាយុ10ឆ្នាំទៅអីហើយមិនត្រឹមតែប៉ុណ្ណឹងទេជាក្មេងដែលអត់ប្រយោជន៍និយាយច្រើនទៀតខលឮថា Celine និយាយចឹងគឺយើងថា brand របស់យើងនឹងក៏ខឹងជាមួយនឹង Celine ដែរថាខ្លួននឹងក៏អត់ចង់បានជាមួយនីលការឈួតឈួតចឹងដូចគ្នាហើយបើសិនជាអាចដកនីលការនឹងភ្លាមក៏គាត់អត់ខ្វល់ដែរចំណែកឯកវ៉ែវិញនៅពេលដែលឃើញថា brand របស់យើងនឹងគឺ set ដល់ឋានៈនឹងខ្លួនខំទៅលួង brand របស់យើងដែលនិយាយថា brand នឹងគឺប្រើនីលការនឹងដែលអស្ចារ្យខ្លាំងមែនទែនហើយជួយជាមួយនឹងមនុស្សជាច្រើនអញ្ចឹងទោះបីជានីលការនឹងទៅលើ Graham Hammock ឬទៅ brand ក៏ដោយឲ្យតែបានជួយមនុស្សគឺនីលការនឹងប្រើបានល្អហើយ Celine វិញគឺបានសុំទោសទៅ Graham Hammock ដែលគាត់និយាយថាពូជ alien របស់គាត់នឹងនៅពេលដែលក្មេងធំឡើងនឹងគឺគេប្រឡែងហើយគេលែងខ្វល់ជាមួយនឹងកូនចៅរបស់ខ្លួនឯងចឹងហើយបានជាគាត់នឹងអត់ដឹងថា Graham Hammock នឹងគឺស្រឡាញ់ជាមួយនឹង brand របស់យើងនឹងខ្លាំងដល់ថ្នាក់នឹងទេបានមកសន្ទុះក្រោយមកគឺយើងឃើញថា alien មិញនឹងគឺវាបានចេញមកទៀតហើយដែលម្ដងនឹងគឺវាបាន upgrade ខ្លួនវានឹងខ្លាំងជាងមុនទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេវាបានចាប់ជាមួយនឹង Graham Hammock អញ្ចឹងហើយ brand ជាមួយនឹង Celine នឹងក៏បានសហការគ្នាដើម្បីជួយជាមួយនឹង Graham Hammock ព្រោះពីរនាក់នឹងគឺស្រឡាញ់ជាមួយនឹង Graham Hammock ខ្លាំងមែនតើបន្ទាប់ពីរៀបចំស្ថានភាពហើយគឺយើងឃើញថាគ្នាទាំងអស់គ្នានឹងគឺសម្រាប់ថាចូលរួមនឹងគ្នាដើម្បីជួយជាមួយនឹង Graham Hammock របស់យើងនឹងឯងហើយ alien នឹងគឺវាដឹងខ្លាំងមែនតើអ្នកនរគ្នាដែលសារតែ brand របស់យើងនឹងអត់ហ៊ានវាយជាមួយនឹង Graham Hammock ទេអញ្ចឹងវាក៏បានប្រើជាមួយនឹង nervous system របស់វាគ្រប់គ្រងជាមួយនឹង Graham Hammock ហើយយកជាមួយនឹងថាមពល Flammer ទាំងអស់ហ្នឹងដើម្បីបាញ់ជាមួយនឹង brand របស់យើងហើយ3នាក់ហ្នឹងគឺសហការមួយគ្នាបានល្អមែនតើនៅពេលដែល Celine ហ្នឹងចិត្តបានដោះលែងជាមួយនឹង Graham Hammock របស់យើងហ្នឹងSap alien ហ្នឹងគឺបានចាប់ brand អញ្ចឹង Celine ក៏បានជួយ brand របស់យើងជំនួសជាមួយនឹង Graham Hammock វិញគាត់ថាខ្លួននឹងអាចជួយជាមួយនឹង Graham Hammock បានហើយប៉ុន្តែចាញ់បោកជាមួយនឹង robot ហ្នឹងដែលវាបានឆក់ជាមួយនឹង Celine ជាមួយនឹងគ្នាហើយមិនធម្មតាប៉ុណ្្នឹងទេវាបានយក technology រត់ក្រោះហ្នឹងយកបង្កើតជាមួយនឹងថាមពលរបស់ខ្លួនឯងទៀតដោយសារតែ Celine នឹងគឺស្គាល់ជាមួយនឹងនីលការនឹងច្បាស់ក៏បានឲ្យ brand របស់យើងប្រែកន្លះទៅជា app ឆាំងហើយមូលហេតុហ្នឹងគឺចង់ឲ្យ app ឆាំងរបស់យើងលេបជាមួយនឹងគ្រឿងក្នុងរបស់ alien មិញហ្នឹងទាំងអស់ហើយយើងឃើញថានៅពេលដែល brand របស់យើងនឹងបានស្ដាប់ជាមួយនឹង Celine ណាគឺកិច្ចការទាំងអស់ហ្នឹងគឺបានសម្រេចមែនអ្នកទាំងអស់គ្នាចំណែក alien robot ហ្នឹងគឺត្រូវបាន app ឆាំងរបស់យើងនឹងស៊ីឡើងខ្ទេចខ្ទីអស់ហ្មងហើយអាចតដៃជាមួយនឹង app ឆាំងបានវិញទេហើយថាមពល app ឆាំងហ្នឹងគឺងាយស្រួលអ្នកនរគ្នានៅពេលដែលយើងស៊ីអីមួយហើយគឺយើងអាចព្រុសជាមួយនឹងថាមពលរបស់វានឹងចេញមកវិញបានចឹងដោយសារតែចូលរួមជួយគ្នានឹងឯងទើបពួកនឹងអាចដោះលែងជាមួយនឹង Graham Hammock បានចំណែកឯ Celine វិញនៅពេលដែលឃើញថា brand របស់យើងនឹងខំប្រឹងហើយមានជាមួយនឹងភាពឆ្លាតវៃក្នុងការប្រើជាមួយនីលការរបស់គាត់ចឹង Celine នឹងក៏សម្រេចចិត្តថាទុកនីលការនឹងឲ្យ brand របស់យើងតទៀតដែលគាត់នឹងគិតថាទោះបីជា Graham Hammock នឹងក៏អាចប្រើជាមួយនឹងនីលការល្អជាងនឹងបានដែរដោយសារឥឡូវ Graham Hammock នឹងក៏គាត់រៀងចាស់ដូចគ្នាចឹងក្រោយនឹងក៏គាត់សម្រេចចិត្តថាលា brand របស់យើងហើយចេញជាមួយនឹង Graham Hammock ហើយចំណែក Graham Hammock នឹងក៏គាត់អត់ទៅជាមួយនឹង Celine ដែរដែលគាត់នឹងនិយាយថាគាត់ស្រឡាញ់ជាមួយនឹងចៅរបស់គាត់ខ្លាំងពេកគាត់អាចលេះឬក៏ចេញជាមួយនឹងពួកនឹងបានទេហើយអេពីសូតរបស់យើងនឹងគឺចាប់ត្រឹមហ្នឹងអ្នកនរគ្នាហើយចុងក្រោយគឺអត់មានអីច្រើនទេអរគុណជាមួយនឹងប្រូ2នាក់ដែលគាត់បាន send ជាមួយនឹង ABA ឲ្យខ្ញុំហើយអ្នកនរគ្នាចង់ support ជាមួយនឹង channel របស់ខ្ញុំអីនេះគឺជា ABA របស់ខ្ញុំហើយសង្ឃឹមថាអ្នកនរគ្នានឹងតាមមើលវីដេអូរបស់ខ្ញុំនឹងបន្តទៀតហើយចុងក្រោយកុំភ្លេចជួយ subscribe ជាមួយនឹង channel របស់ខ្ញុំផងហើយអរគុណអ្នកនរគ្នាខ្លាំងមែនតើ Goodbye and good luck